Sôm chun rương, đón từng snai hà. Khňomមានរឿងមួយដែលពេញចិត្តចងចាំមិនភ្លេចកាលដែលខ្ញុំនៅសិក្សាគឺខ្ញុំបានស្គាល់ស្ត្រីម្នាក់នាងជាមនុស្សរូបរាងតូចស្ដើងមុខមាត់ស្អាតបាតនាងជាសិស្សរៀនថ្នាក់ជាមួយខ្ញុំនាងឈ្មោះកែវអាយុ18ឆ្នាំចំណែកខ្ញុំឈ្មោះសក្តាផ្ទះរបស់នាងនៅមិនឆ្ងាយពីផ្ទះរបស់ខ្ញុំប៉ុន្មានទេនាងកែវមានប្អូនស្រីម្នាក់ឈ្មោះនីអាយុ16ឆ្នាំរូបរាងថតត្រលុកត្រលុននាងមានមិត្តភក្តិម្នាក់ឈ្មោះនួនរៀនថ្នាក់ជាមួយគ្នាហើយតែងតែទៅណាមកណាជាមួយគ្នាជានិច្ចខ្ញុំជាមនុស្សមានរូបរាងមុខមាត់ក្រំបាដែរទៅមានស្រីមកចោមរោមស្រឡាញ់ច្រើនក្នុងនោះរួមមានទាំងកែវនិងនួនផងដែរប៉ុន្តែខ្ញុំស្រឡាញ់នាងនួនជាងគេព្រោះនាងជាមនុស្សរៀបរយនិយាយពីរោះមុខមាត់ស្អាតបានដូចតុក្កតាអញ្ចឹងរោមភ្នែករបស់នាងវែងណាស់ហើយមានអារម្មណ៍ថានាងប្រកាសជាមានទឹកចិត្តចំពោះខ្ញុំដែរមិនខានព្រោះនាងតែងផ្ដល់ភាពស្និទ្ធស្នាលជាមួយខ្ញុំជាពិសេសនៅពេលថ្ងៃឈប់រៀនពួកនាងទាំង3នាក់តែងនាំគ្នាទៅលេងផ្ទះខ្ញុំជាប្រចាំនាងតែងបបួលខ្ញុំទៅលេងដងស្ទឹងដែលនៅក្បែរផ្ទះខ្ញុំហើយនៅខាងក្រោយក៏មានទឹកជ្រោះតូចនិងមានផ្ទាំងថ្មស្អាតមានទឹកធ្លាក់ពេញមួយឆ្នាំថ្ងៃមួយនៅពេលយើងទៅដល់ស្ទឹងពួកនាងទាំង3នាក់ក៏នាំគ្នាទៅផ្លាស់សម្លៀកបំពាក់ងូតទឹកលេងចំណែកខ្ញុំនៅអង្គុយមើលមួយសន្ទុះកែក៏សួរខ្ញុំថាហេតុអ្វីមិនចុះមកងូតទឹកលេងជាមួយគ្នាខ្ញុំឆ្លើយថាមិនបានពាក់ខោតូចមកស្លៀកតែខោជើងធំមួយប៉ុណ្ណោះឬខ្ញុំនិយាយបែបនេះពួកនាងក៏នាំគ្នាសើចតែខ្ញុំសង្កេតឃើញថាមុខមាត់របស់ពួកនាងឡើងក្រហមព្រៀងគ្រប់គ្នាចំណែកនួនប្រាប់ថាពួកនាងមិនបានប្រកាន់អ្វីនោះទេទោះមិនបានស្លៀកខោតូចក៏អាចងូតទឹកលេងបានដែរនិយាយរួចពួកនាងក៏នាំគ្នាសើចទៀតខ្ញុំក៏ប្រាប់ទៅពួកនាងថាខ្ញុំអៀនណាស់មិនហ៊ានចុះទៅងូតទឹកលេងទេទីប្រាប់ថាបើមិនចុះមកទេខ្ញុំនឹងឡើងទៅទាញទម្លាក់ទឹកហើយលុះពេលនាងនិយាយដូច្នេះខ្ញុំក៏នៅឈ្ងៀមហើយបន្ទាប់មកពួកនាងក៏នាំគ្នាឡើងច្រានខ្ញុំឲ្យចុះទៅក្នុងទឹកតតែបានហើយដៃស្ដាំរបស់ខ្ញុំទៅប៉ះល្វែងខាងក្រោមរបស់នាងយ៉ាងពេញទំហឹងពួកយើងនាំគ្នាលេងទឹកមួយសន្ទុះក្រោយមកនួនប្រាប់ថាចង់ត្រឡប់ទៅផ្ទះវិញទើបយើងនាំគ្នាត្រឡប់ទៅផ្ទះវិញតាមផ្លូវត្រឡប់ទៅផ្ទះខ្ញុំគិតដល់នួនដែលខ្ញុំបានឃើញអំបញ្ញមិញព្រោះវាជាលើកទី1ហើយដែលខ្ញុំបានឃើញច្បាស់នឹងភ្នែកបែបនេះទើបគិតនៅក្នុងចិត្តថាធ្វើយ៉ាងណាទៅណោះទើបបានឃើញម្ដងទៀតខណៈនោះទីក៏សួរខ្ញុំថាសក្តាគិតអ្វីហ្នឹងខ្ញុំក៏នៅស្ងៀមមិនឆ្លើយទើបកែនិយាយឡើងថាសង្ស័យតែគិតរឿងរបស់នួនអំបញ្ញមិញនេះហើយមើលទៅខ្ញុំនៅតែមិនឆ្លើយទើបនួននិយាយឡើងពួកឯងនេះឈួតអស់ហើយនិយាយស្អីមិនដឹងទេ2សប្តាហ៍កន្លងផុតទៅថ្ងៃមួយជាថ្ងៃសៅរ៍ទៅបោកខោអាវនៅមាត់ស្ទឹងកំពុងអង្គុយបោកខោអាវក៏ឃើញមានមនុស្សម្នាក់ដើរមកខ្ញុំប្រញាប់ពូលនៅក្បែរផ្ទាំងថ្មដើម្បីចង់ដឹងថាអ្នកណាដើរមករួចនាងស្រែកហៅឈ្មោះខ្ញុំតែខ្ញុំមិនឆ្លើយព្រោះខ្ញុំចាំបានថាសំឡេងរបស់នួនបន្ទាប់មកនាងក៏ដើរមករកខ្ញុំលុះពេលនាងដើរមកជិតដល់កន្លែងខ្ញុំក៏លោតចេញពញាក់នាងធ្វើឲ្យនាងភ្ញាក់ភ័យរួចនាងក៏ច្រានខ្ញុំចេញរួចសួរនាងថាទៅណាមកណាហ្នឹងនាងក៏ឆ្លើយថាគឺមករកសក្តាឯងហ្នឹងណាមកបបួលទៅផ្ទះនេះតែម៉ូតូរបស់ខ្ញុំខូចនៅក្បែរផ្ទះរបស់សក្តាឯងនេះឯងម៉ែរបស់សក្តាឯងប្រាប់ថាសក្តាទៅបោកខោអាវនៅមាត់ស្ទឹងទើបខ្ញុំតាមមកខ្ញុំសួរនាងថាម៉ូតូរបស់នាងខូចអីនាងប្រាប់ថាបាយកង់សង្ស័យតែមុតដេកកលហើយមកខ្ញុំជួយបោកខោអាវ
អោយនឹងអាលបានទៅផ្ទះរបស់នាងថ្ងៃនេះខ្លួនពាក់អាវយឺតស្ដើងធ្វើឲ្យខ្ញុំអាចមើលឃើញអាវតូចពណ៌ផ្ទៃមេឃរបស់នាងយ៉ាងច្បាស់នាងស្លៀកពាក់អាវពណ៌ខៀវខ្ចីក្នុងខណៈដែលនាងអង្គុយបោកខោអាវស្ថិតក្នុងឥរិយាបថបញ្ឈរជង្គង់ធ្វើឲ្យខ្ញុំមើលឃើញខោតូចរបស់នាងខ្ញុំគិតទៅដល់ថ្ងៃដែលនាងទៅលេងទឹកជាមួយពួកខ្ញុំសួរនាងថានួនមានសង្ស័យឬនៅនាងក៏ឆ្លើយថានៅទេខ្ញុំក៏ប្រាប់ទៅនាងថានួនដឹងទេថាខ្ញុំលួចស្រឡាញ់នួនយូរហើយនួនអៀនរួចនិយាយថាខ្ញុំមិនជឿទេសក្តាកុហកខ្ញុំក៏និយាយបន្តបើមិនជឿខ្ញុំនឹងពិសោធន៍ឲ្យមើលនិយាយរួចក៏ដើរទៅជិតនាងបន្ទាប់មកក៏ចាប់ផ្ដើមក្នុងទឹកស្ទឹងនឹងតែម្ដងពេលអ្នកទាំងពីរលេងទឹកជាមួយគ្នារួចរាល់ហើយទឹកស្ទឹងនោះក៏ក្លាយជាកន្លែងសាងស្នេហ៍ទោះបីទឹកស្ទឹងមានភាពត្រជាក់យ៉ាងណាក៏ដោយបាទបងប្អូនទាំងអស់គ្នាបាទរឿងនឹង admin សម្រាប់បញ្ចប់ត្រឹមតែប៉ុណ្ណឹងទេបាទសូមរងចាំសម្រាប់នៅភាគបន្តទៀតបាទសូមអរគុណ